សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពីនៅការប្រើប្រាស់កម្មវិធី AutoCAD ទាក់ទងមួយការគណនាកន្លងផ្ទៃវាមានភាពងាយស្រួលទេតែនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញអំពីការប្រើប្រាស់ Lip ឬក៏ Plugin ណាដើម្បីជំនួយដើម្បីឲ្យការគណនាកន្លងផ្ទៃនៅក្នុងកម្មវិធី AutoCAD ហ្នឹងវាបានលឿនហើយមានភាពងាយស្រួលគឺវាអាចទៅសេជាចំនួនកន្លងផ្ទៃឲ្យយើងតែម្ដងដូចដែលយើងទូទៅបានដឹងហើយការគណនាកន្លងផ្ទៃក្នុង AutoCAD យើងប្រើ command area អញ្ចឹងយើងវាយ command area មកបាទ area បាទអានេះ default នៅក្នុងកម្មវិធី AutoCAD អញ្ចឹងយើងអាច select object ឬក៏ subtract area add អញ្ចឹងវាមាន3 option នេះអញ្ចឹងខ្ញុំអាច click ត្រង់ចំណុចនេះមួយទៅហើយយើងទាញមក click ចំណុចបញ្ចប់ទៅហើយយើង enter ទៅវានឹងចេញចំនួនកន្លងផ្ទៃហើយចំនួនកន្លងផ្ទៃនេះដោយសារនៅក្នុងនេះយើងគូរຂະຫນាតវាគិតជាមីលីម៉ែត្រអញ្ចឹងកន្លងផ្ទៃនេះគឺវាគិតជាមីលីម៉ែត្រការ៉េអញ្ចឹងបើសិនជាយើងចង់ដឹងថាវាចំនួនប្រមាណគឺយើងដកវាមក6ខ្ទង់មកវាចេញគិតជាម៉ែត្រការ៉េហើយចឹងខ្ញុំអាចចូលមើលនៅក្នុង unit setup នេះយើងវាយ UN មក unit បាទអញ្ចឹងនេះកន្លងផ្ទៃនេះខ្ញុំគិតជាຂະຫນាតវានេះ drawing unit ខ្ញុំគិតជាមីលីម៉ែត្រអញ្ចឹងហើយដើម្បីបង្ហាញបានគឺយើងប្រើតិចមកបាទតិចមកយើង select វាមួយមកហើយបានយើងcopy ចំនួនកន្លងផ្ទៃដែលមិញហ្នឹងយើងដាក់ទៅ100ម៉ែត្រការ៉េអញ្ចឹងទៅវាទៅសេបាទចុចអូខេបាទនេះយើងឲ្យ scale វាធំតិចមកបាទនេះជារបៀបគណនា default នៅក្នុងកម្មវិធី AutoCAD បាទនេះអញ្ចឹងខ្ញុំដាក់ទៅ100ម៉ែត្រការ៉េអានេះខ្ញុំឧទាហរណ៍ទេអានេះលក្ខណៈដីយើងមានលក្ខណៈជាចក្រកម្មកាយយើងងាយស្រួលហើយខ្ញុំឧទាហរណ៍វាដូចជាដីឡូអីចឹងទៅក្បាល5បដោយ20អញ្ចឹងទៅអញ្ចឹងវា100ការ៉េដូចគ្នាអាហ្នឹងរបៀបគណនាអញ្ចឹងខ្ញុំអាចប្រើ lip នៅក្នុង AutoCAD ហ្នឹងគឺមាន lip ឬក៏ plugin ជំនួយឥឡូវហ្នឹងពេញនិយមគឺ YQX វាជួយសម្រួលការងារអ្នកប្រើប្រាស់ AutoCAD នឹងបានច្រើនដែរអញ្ចឹងដើម្បីចូលទៅគណនាកន្លងផ្ទៃតាម plugin YQX ហ្នឹងយើងវាយ command មួយឈ្មោះថា MG បាទ MG នេះសម្រាប់អ្នកដែលបានដំឡើងហើយបើសិនជាអ្នកមិនទាន់បានដំឡើង plugin YQX ហ្នឹងទេគឺអត់មានទេអញ្ចឹងយើងអាចមើលវីដេអូរបៀបនៃការដំឡើងទៅអាចស្វែងរកនៅក្នុង channel YouTube ខ្ញុំបានអញ្ចឹងខ្ញុំវាយ MG មកខ្ញុំ click ចុចលើវាមកបាទចុចលើវាមកវាចេញផ្ទាំង window មួយវាដាក់ថា YQX accumulate area បាទអញ្ចឹងយើងអាចនេះតាក់ទងមួយ option មួយចំនួនអញ្ចឹងតាក់ទងមួយ layer color ហ្នឹងយើងអាចពណ៌សម្រាប់អក្សរដែលបង្ហាញហ្នឹងខ្ញុំអាចដូរវាយកពណ៌អីផ្សេងពណ៌ហមអីចឹងទៅក្រហមច្បាស់អញ្ចឹងណាបាទបន្ទាប់មកទៀតកន្លែងនេះជាកន្លែងដែលយើងធ្វើការ select option នៅក្នុងការគណនាកន្លងផ្ទៃអញ្ចឹងអានេះវាជាយើងអាច click point យើងអាច click point window ដែលមានប្រឡោះចំហអញ្ចឹងណាវាមាន select អញ្ចឹងខ្ញុំយក select object ទៅងាយស្រួលបាទ select object តទៅទៀតខ្ញុំធ្វើការ select វាបែបនេះបាទអញ្ចឹងវាឃើញថា select ហ្នឹងទាំងអស់ហ្នឹងមាន11 object ដែលយើងបាន select ហ្នឹងយើងអាចរាប់ពី4 6 8 10 11បាទអញ្ចឹងវាមាន11 object វា found ហ្នឹងហើយខ្ញុំចុច enter ទៅបាទនេះគឺវាចេញកន្លងផ្ទៃឲ្យនៅលើនឹងតែម្ដងណាហើយវិញខ្ញុំចង់ដឹងថាវា total ប្រមាណគឺខ្ញុំគ្រាន់តែ click ត្រង់ចំណុចណាមួយទៅដើម្បីបញ្ចប់ comment ស្វែងរកកន្លងផ្ទៃហ្នឹងចុចលើវាមកបាទនេះគឺ total ទាំងអស់ហ្នឹងគឺ
1,100 ម៉ែត្រការ៉េអញ្ចឹងវាមានតិចឲ្យយើងមួយហ្នឹងគឺ100ម៉ែត្រការ៉េ100ម៉ែត្រការ៉េអញ្ចឹងនេះវាមានភាពងាយស្រួលអញ្ចឹងខ្ញុំអាចលុបវាខ្ញុំធ្វើម្ដងទៀតបាទអាចលុបវាទៅហើយខ្ញុំអាចវាយ comment MG សារថ្មីមកបាទតមកទៀតខ្ញុំ select object បាទអញ្ចឹងខ្ញុំ select លើវាទាំងអស់បែបនេះបាទអញ្ចឹងវាមាន22 object ខ្ញុំ enter មកបាទអញ្ចឹងវាចាក់ហាច់ឲ្យយើងបែបនេះបញ្ជាក់បើសិនជាយើងចង់ទុកហាច់ហើយនឹងតិចលក្ខណៈបែបនេះយើងគ្រាន់តែ escape មកបាទ escape មកគឺវានៅបង្ហាញអញ្ចឹងហើយគ្រាន់ថាយើងអត់ដឹងចំនួនកន្លះផ្ទៃសរុបទេហើយបើយើងចង់កន្លះផ្ទៃសរុបខ្ញុំវាយ MG សារថ្មីមកបាទតមកទៀតខ្ញុំ select object ខ្ញុំ select លើវាមកបាទខ្ញុំ enter ទៅបាទហើយកន្លែងនេះយើងកុំទាន់ escape គឺយើងចុចតំណាក់ត្រង់ចំណុចណាមួយដើម្បីយើងមើលថាកន្លះផ្ទៃសរុបទាំងអស់ប្រមាណអញ្ចឹងខ្ញុំចុចត្រង់កន្លែងនេះទៅបាទចុចយ៉ាងទៅឃើញ total កន្លះផ្ទៃទាំងអស់អញ្ចឹងវាបង្ហាញមួយនេះឃើញទេអានេះទំហំវាស្មើនេះគឺ100ការ៉េអានេះគឺវាខ្ញុំធ្វើការបន្ថយຂະຫນາດវាទៅវាដើម្បីឲ្យវាមើលទៅលក្ខណៈប្រែប្រួលអញ្ចឹងនេះជា comment មួយដែលសម្រួលដល់ការគណនាកន្លះផ្ទៃយើងបានលឿនណាស់អញ្ចឹងអ្នកទាំងអស់គ្នាអាចដំឡើងបាន QR ទៅហើយអាចសាកល្បងអនុវត្តដោយដែលវីដេអូខ្ញុំបានបង្ហាញនេះទៅបាទអញ្ចឹងសម្រាប់ការគណនាកន្លះផ្ទៃគឺយើងអាចធ្វើបានច្រើនរូបរាងខ្ញុំឧទាហរណ៍ថាខ្ញុំមានជា cycle បែបនេះមួយចឹងខ្ញុំវាយកម្មវាថា5000ទៅបាទអញ្ចឹងខ្ញុំអាចមានជាចតុកោណកែងឧទាហរណ៍5ម៉ែត្រវា12ម៉ែត្រអញ្ចឹងទៅបាទហើយខ្ញុំ add វាពាក់កណ្ដាលបែបនេះអញ្ចឹងបាទគូបែបនេះជាប៉ូលីឡាញបិទចិត្តអីចឹងក៏បានអាចធ្វើការ trim វាចោលទៅបែបនេះធ្វើការជួញវាបញ្ចូលគ្នាអញ្ចឹងខ្ញុំអាចគណនាកន្លះផ្ទៃបានប្រើ MG ធ្វើមកហើយខ្ញុំ select object ខ្ញុំគូសវាបែបនេះមកបាទនេះខ្ញុំឃើញកន្លះផ្ទៃវាបង្ហាញនៅក្នុងតែម្ដងហើយខ្ញុំចង់ដឹង total ខ្ញុំក៏ click វាលើវា total កន្លះផ្ទៃនៃរង្វង់មួយហើយនឹងរៀបរៀងបែបនេះគឺស្មើជាមួយពីនេះគឺវាបង្ហាញឲ្យយើងតែម្ដងអញ្ចឹងសម្រាប់វីដេអូបង្ហាញពីការគណនាកន្លះផ្ទៃនៅក្នុងកម្មវិធី AutoCAD ដោយប្រើ plugin ជំនួយហ្នឹងខ្ញុំសូម